អ្វីដែលខ្ញុំចង់ចែករំលែកដល់បងប្អូនគឺធ្វើម៉េចគ្រប់គ្រងកំហឹងឲ្យបានហើយយើងមានវិធីសាស្ត្រគ្រប់គ្រងកំហឹងកំហឹងគឺជារូបភាពអវិជ្ជមានដ៏អាក្រក់បំផុតហើយពាក្យខ្មែរយើងបានសរសេរណាកំហឹងកមានន័យថាម៉េចកំណាចកអក្សរកស្រៈអំមានន័យថាម៉េចអំនួតអក្សរហមានន័យថាហិនហោចស្រៈមានន័យថាអើងកងកាលណាយើងចេញបញ្ចេញកំហឹងធ្វើឲ្យអើងកងបាទណាលឺផ្ទះ1ដល់ផ្ទះ3ហើយអក្សរងចុងក្រោយហ្នឹងកំហឹងរបស់យើងហ្នឹងអាចនាំឲ្យយើងអីងាប់បានដូច្នេះពាក្យខ្មែរកំហឹងនេះប្រាប់យើងអស់សុទ្ធតែរូបភាពអវិជ្ជមានអញ្ចឹងបងប្អូនត្រូវតែសិក្សារៀនសូត្រពីវិធីសាស្ត្រគ្រប់គ្រងកំហឹងឲ្យបានដាច់ខាត